នេះយើងអានេះចូលចំណុចថ្មីមួយណាចឹងដូចលំហាត់ដាក់ឧទាហរណ៍ឲ្យអូនមើលអញ្ចឹងយើងមានអីគេបែងចែកអក្សរជាប្រឡោះប្រឡោះមកជួរណាមានន័យថាអានេះគេហៅថាមកកលឹមមានន័យថាមកសិលកិច្ចការរបស់យើងហ្នឹងពេលអូនទៅសេមកមានន័យថាដល់ចប់គៀនកន្លែងនេះមិនវាចុះមកក្រោមត្រូវទេចាអញ្ចឹងអីដែលយើងរៀនបន្ថែមពីលើនឹងទៀតហ្នឹងមានន័យថាយើងសពឃើញឯកសារមួយចំនួនគេសេកន្លែងនេះមកជាហៀងខាងនេះមកជាហៀងអាហ្នឹងនៅក្នុងន័យពេលខ្លះគេធ្វើពាក់ព័ន្ធមួយនឹងការប្រៀបធៀបរវាង A និង B អីចឹងទៅអញ្ចឹង A គេសេខាងឆ្វេង B គេសេខាងស្ដាំណាតោះអញ្ចឹងយើងត្រូវធ្វើម៉េចដើម្បីយើងអាចបែងចែកកន្លែងហ្នឹងបានទី1ដើម្បីបែងចែកបានគឺយើងត្រូវមានអក្សរសិនពួកភាគច្រើនសិស្សគាត់ចេះឆ្ងល់ថាឈើមិនបានខ្ញុំស្រឡាច់បែងចែកវាជាកលឹមហើយប៉ុន្តែអត់ចាញ់ដោយសារតែយើងអត់ទាន់មានអក្សរទេតើណាចាអញ្ចឹងធ្វើម៉េចអូនស្រឡាច់អក្សរដែលឯងចង់បែងចែកនឹងទីហោថាឈើស្រឡាច់ពីនេះមកដល់នេះមកអញ្ចឹងដើម្បីបែងចែកបានយើងចូលទៅក្នុង menu bar យើងនឹងរកពាក្យថា layout tab អូខេចាយើងចុច layout tab នឹងមកបន្តមកទៀតរកពាក្យថា column អញ្ចឹង column គ្នាយើងអាចនឹងនៅគៀនខាងនេះច្រើនជាងបោះឆ្នោតនៅខាងក្រោមនេះណាចាអញ្ចឹងរកពាក្យថា column គ្នាយើងឃើញនេះតាមធម្មតាឬ by default វាចេញអីគេ1មានន័យថា1តើណាប៉ុន្តែបើអូនចង់បាន2អូនចុច2ឃើញទេអញ្ចឹងអក្សរហ្នឹងវាបែងចែកជាប្រមាណប្រឡោះជា2ប្រឡោះតើណាបើសិនជាយើងចង់បាន3ប្រឡោះយើងចុច layout tab ដដែលកន្លែង column នេះយើងយក3មកតើណាចាប៉ុន្តែសម្រាប់អក្សរយើងនេះយើងដាក់12មកបានហើយអញ្ចឹងយើងចុច column យក2អូខេមួយទៀតនៅក្នុងករណីនេះយើងថាឈើខ្ញុំឃើញក្នុងរបស់គេមានបន្ទាត់នៅចំកណ្ដាលនេះអូខេតើខ្ញុំត្រូវធ្វើបែបម៉េចអញ្ចឹងមុននឹងចូលដល់កន្លែងដាក់បន្ទាត់ហ្នឹងមានសិស្សខ្លះគាត់ថាឈើបើសិនបើខ្ញុំអត់ចាំបាច់ស្រឡាច់ខ្ញុំដាក់យកតែម្ដងបានអត់ឥឡូវយើងសាកទាំងអស់គ្នាបើសិនជាឈើអត់ស្រឡាច់លើអក្សរណាមួយឬក៏ paragraph ណាមួយទេអញ្ចឹងឈើចុចលើនឹងហើយឈើចុចយក column ហើយបែងចែកជា2អញ្ចឹងគ្នាយើងនឹងឃើញថាតាំងពីលើដល់ក្រោមគឺវាបែងចែកជា2ទាំងអស់នៅពេលដែលឈើអត់បានស្រឡាច់យកកថាខណ្ឌណាមួយតើណាពេលដែលយើងស្រឡាច់លើកថាខណ្ឌណាមួយវាបែងចែកតែកថាខណ្ឌដែលយើងស្រឡាច់នឹងទេចាប៉ុន្តែបើសិនជាយើងអត់ស្រឡាច់ទេគឺវាបែងចែកទាំងអស់នៅក្នុងករណីដែលគ្នាយើងថាឈើกระดาษកិច្ចការដែលខ្ញុំធ្វើហ្នឹងវាត្រូវបែងចែកតាំងពីលើដល់ក្រោមហ្នឹងពីទាំងអស់អញ្ចឹងអូនធ្វើអញ្ចឹងអត់បញ្ហាទេប៉ុន្តែនៅក្នុងឯកសារខ្លះពីលើគេទៅសេមកcolumnធម្មតាតែពេលក្រោមឡើងมันគេបែងចែកជា2ជា3អញ្ចឹងដើម្បីធ្វើអញ្ចឹងបានយើងត្រូវសិលេចកថាខណ្ឌដែលយើងចង់បែងចែកនឹងតើណាបន្តទៀតយើងដាក់បន្ទាត់ពុះចំកណ្ដាលអញ្ចឹងដើម្បីដាក់បន្ទាត់ពុះចំកណ្ដាលគឺយើងធ្វើដដែលយើងសិលេចហើយយើងចង់ឲ្យវាពុះចំកណ្ដាលអក្សរកន្លែងណា2នេះមែនទេចា2ហ្នឹងអញ្ចឹងយើងចុចយកប៊ូតុងដែលចុចចុះក្រោមនេះកន្លែង column ដដែលណា layout tab នៅក្នុង layout tab ចុចកន្លែង column ដដែលបន្តមកទៀតយើងអត់យក2នេះទេយើងដាក់2ហើយយើងចុចយកពាក្យថា more column បន្តមកយើងនឹងឃើញអីគេពាក្យមាន line between មួយដែលមានប្រអប់មួយឲ្យយើង tick ឲ្យយើងគ្រីសតើណាពេលដែលអូនគ្រីសអូននឹងឃើញភាពខុសប្លែកគ្នាកន្លែង preview នេះមានន័យថាម៉េចវាដាក់បន្ទាត់នៅចំកណ្ដាលអញ្ចឹងនៅពេលដែលខ្ញុំចុច OK យើងមានបន្ទាត់មួយនៅចំកណ្ដាលនៃគេទំព័ររបស់យើងសិលកិច្ចការរបស់យើងនឹងហើយតើណាចាអញ្ចឹងពេលខ្លះទៀតអក្សរនេះគ្នាយើងថាឈើអក្សរនេះខ្ញុំឃើញទូចឃើញធំសំទោសទូចធំវាអត់ស្មើពេលខ្លះដោយសារហេតុអីយើងជ្រើសយកនេះ left នេះឃើញទេ left នេះអញ្ចឹងអក្សរហ្នឹងវាអីគេអត់ស្មើទេវាមកគ្នាយើងដឹងហើយពេលយើងយក left យកកន្លែងនេះវាអីគេស្មើខាងឆ្វេងត្រូវទេចាបើសិនជាយើងយកអាមួយនេះវាស្មើខាងស្ដាំបើចុចអានេះវាចំកណ្ដាលតើណាចាអញ្ចឹងចង់ឲ្យស្មើឆ្វេងស្មើស្ដាំគ្នាយើងចុចជម្រើសទី4អាហ្នឹងពាក់ព័ន្ធមួយ column ហ្នឹង
ai peខ្លះទៀតមិនទីហោថា teacher យកអីគេបែងចែកវាជា3 column insert សំដៅ layout tab ចែក column ឈើយក3តែអក្សរឈើដាក់ឲ្យរៀងទូចជាងហ្នឹងដាក់ត្រឹម10អីចឹងទៅ ពេលខ្លះអក្សរហ្នឹងឈើដាក់ទីហោថាឈើដាក់នៅនេះហេ ដាក់នៅនេះហើយវាអត់លោតអក្សរនៅខាងនេះយកតែម្ដងអាហ្នឹងមានន័យថាម៉េចគ្នាយើងពេលខ្លះបើកុំព្យូទ័រឈើនេះវាអត់អីវាអត់លោត error ហ្នឹងទេតោះណាចាឃើញវាលោតវាបែងចែកអក្សរទាំង3មកទាំង3ហ្នឹងពេលខ្លះគ្នាយើងបែងចែក column ហើយស្រាប់តែពេលហើយឃើញអាខាងនេះទៅទេឡតអាហ្នឹងមានន័យថាម៉េចអាហ្នឹងមានន័យថាអក្សររបស់គ្នាយើងហ្នឹងវាបានបែងចែកមកបានត្រឹមនេះវាបានបន្តមកត្រឹមនេះទេដោយសារអីទំហំតើណាអញ្ចឹងអូនអាចអីគេបន្ថែមទំហំអក្សរមកតើណាអាចដាក់14 16អីចឹងទៅហើយបើនៅក្នុងករណីមួយទៀតគ្នាយើងសរសេរហើយស្រាប់ពេលអានេះវាចុះក្រោមអស់បាត់វាចុះក្រោមខុសគេហ្មងណាជាពិសេសពេលដែលគ្នាយើងសរសេរទៅស្លឹកកិច្ចការយើងហ្នឹងនេះអាផ្នែកខាងក្រោមនេះវានៅគៀនខាងក្រោមស្ថិតនៅផ្នែកខាងក្រោមអញ្ចឹងគ្នាយើងចំណាំហើយថាពេលដែលអក្សរវាច្រើនវាអស់កន្លែងដាក់វាអូតូម៉ាទិកគឺវាចូលទៅក្នុងទំព័រថ្មីត្រូវទេចាវាចូលទៅក្នុងទំព័រថ្មីអញ្ចឹងបើអូនអត់ចង់ឲ្យវាធ្លាក់ចូលទៅក្នុងទំព័រថ្មីទេយើងព្យាយាមសេរីធ្វើម៉េចឲ្យអីគេអក្សរទាំងអស់ហ្នឹងស្ថិតនៅក្នុងសន្លឹកកិច្ចការតែមួយតោះណាតាមរយៈការដូរទំហំអក្សរអញ្ចឹងទៅទំហំអក្សរកាន់បន្ទូចមានន័យថាម៉េចយើងអាចដាក់ធាតុនៅក្នុងសន្លឹកកិច្ចការហ្នឹងបានកាន់តែច្រើនតើណាចាអញ្ចឹងពេលខ្លះទំហំអក្សរយើងធំពេកបានធ្វើឲ្យអក្សរនេះវាធ្លាក់ចុះមកក្នុងទំព័រមួយទៀតអញ្ចឹងដូចបញ្ជាក់ឲ្យបញ្ជាក់ទៀតអញ្ចឹងកាលណាដែលអក្សរឬក៏អីក៏ដោយរូបភាពក៏ដោយអីក៏ដោយកាលណាដែលដាក់នៅក្នុងសន្លឹកកិច្ចការមួយនៅពេលដែលយើងដាក់ច្រើនពេកដាក់ដល់ចំណុចបញ្ចប់របស់វានេះពេលដែលវាអស់កន្លែងដាក់ហើយអូតូណាអូតូគឺវានឹងធ្លាក់ចូលមកក្នុងសន្លឹកកិច្ចការថ្មីមួយទៀតអូខេតោះអញ្ចឹងចូលមួយទៀតតទៅជាមួយនឹងការដាក់រូបភាពណាដាក់រូបភាពដូចនៅក្នុងលំហាត់យើងទូទៅគ្នាយើងធ្លាប់បានរៀនពីរបៀបនៃការដាក់រូបភាពហើយគឺយើងចូលទៅក្នុង insert tab ហើយយើងចុចទៅលើពាក្យថា picture បន្តមកទៀតយក this device មែនទេនៅក្នុងឆើរំលឹកសារថ្មីណានៅក្នុងរូបភាពពេលដែលអូន insert អូនចុច insert tab ចុច picture យើងមាន option 3ឬមានជម្រើស3ទី1 this device សំដៅដល់ពេលដែលអូនយករូបភាពពីក្នុងកុំព្យូទ័ររបស់អូនយកមកប្រើប្រាស់ stock image រូបភាពនៅក្នុង website stock ដែលជាទូទៅរូបភាពទាំងអស់ហ្នឹងគឺសុទ្ធសឹងតែត្រូវបង់លុយបានជាហេតុផលឈើអត់បានបរិញ្ញាគ្នាយើងពីការប្រើប្រាស់ stock image ហ្នឹងទេប៉ុន្តែទូទៅវាក៏អត់ពិបាកអីដែរក៏ចុចឲ្យយករូប stock image ហ្នឹងយកមកប្រើប្រាស់បានធម្មតាតែលុះត្រាតែអីគេអ្នកឃើញវាមានផ្កាយ Go Premium ហ៎មានន័យថាត្រូវបង់លុយតើណាជំរើសទី3 online feature នេះរូបភាពដែលមាននៅក្នុង Microsoft គឺគេ free តែម្ដងប៉ុន្តែជំរើសវាអត់សម្បូរបែបដូចនៅក្នុង Google ដែលអូនអាច save យកមកទុកនៅក្នុងកុំព្យូទ័រហើយបានដាក់ទេអញ្ចឹងអានឹងជាហេតុផលដែលឈើបញ្យល់អូនថាពេលចង់ប្រើប្រាស់រូបភាពអូនចុច feature ហើយយក this device មកចង់បានរូបអីអូន save ពីក្នុង Telegram ឬក៏ save ពីណា save ពីក្នុង Google យកមកដាក់ក្នុងកុំព្យូទ័រហើយចាំយើងយកមកដាក់វានៅក្នុងឯកសារយើងតើណាចឹងហ៎ឈើដាក់ this device ហើយឈើឧទាហរណ៍ថាឈើយករូបភាពមួយនេះឈើយករូបភាពមួយនេះហើយឈើព្រមវាឲ្យទូចចឹងទៅអញ្ចឹងឈើចង់ដាក់រូបនឹងមួយទៀតត្រូវទេនៅក្នុងរូបរបស់យើងមាន logo របស់ CVN 3ចឹងយើងយក logo CVN មកហ្មងក៏បានដែរ insert picture នេះlogo នេះឈើមានតែមួយហ្នឹងណាអញ្ចឹងយើងយករូបរបស់យើងមកមិញសិនទៅវាអត់មាន logo ដាច់ទេ sorry អញ្ចឹងឈើទៅយករូបមុនហ្នឹង
ឬរូបនេះក៏បានទីហោចើយករូបភាពមួយនេះយកមកដាក់រូបនេះវាតម្រង់ជារូបអីគេចាក់តកោតមែនទេវាមិនមែនតម្រង់កំពុងមូលដូចរបស់យើងទេតើណាអញ្ចឹងទូទៅពេលដែលឈើហ៎ Ctrl C Ctrl V លើរូបហ្នឹងអូនឃើញវាធ្លាក់មកក្រោមហ៎ពេលឈើទាញឡើងលើចង់ទាញយកវាទៅដាក់ពីលើគ្នាគឺអត់កើតទេពេលដែលយើងដាក់រូបភាពទទេអញ្ចឹងណាឃើញទេរូបភាពត្រូវតែនៅគៀននៅឆ្វេងនៅស្ដាំឬនៅលើក្រោមគឺអត់អាចទេដាក់រូបនេះមួយហើយយករូបនេះទៅដាក់ពីលើនឹងទៀតទេសម្រាប់រូបភាពពេលដែលអូន insert រូបភាពអញ្ចឹងយើងត្រូវធ្វើបែបម៉េចដើម្បីឲ្យយើងអាចដាក់រូបគោពីលើគ្នាបានដូចនៅក្នុងអីគេលំហាត់ដែលយើងរៀនមុនហ្នឹងដែលយើងបានដាក់អនុវត្តចាអញ្ចឹងមានមួយទៀតយើង insert shape មកសិនតោះណា insert shape មកសិនអញ្ចឹងពេលដែលអូន insert shape អូនត្រូវរើសយកទម្រង់មួយណាដែលអូនចង់បានជារង្វង់មូលជារូបផ្កាយជារូបបេះដូងឬក៏ជារូបអីអូខេសម្រាប់ឧទាហរណ៍នៅក្នុងលំហាត់យើងគឺរូបរង្វង់មូលត្រូវទេអញ្ចឹងអូនចុចលើរង្វង់មូលនឹងមកហើយគ្នាយើងគូមកប៉ុន្តែពេលដែលអូនគូបែបនេះវាអត់ប្រកាសថាមូលទេត្រូវទេវាអត់ប្រកាសថាមូលទេពេលខ្លះដៃយើងវាអត់ស្មើអញ្ចឹងទៅអញ្ចឹងយើងត្រូវធ្វើម៉េចដើម្បីប្រកាសថាយើងគូនេះរង្វង់នេះពិតជារង្វង់មូលពិតមែនឬក៏យើងគូការ៉េជ្រុងទាំង4ពិតជាស្មើគ្នាមែនអញ្ចឹងគ្នាយើងចុច insert ចុចកន្លែង shape នឹងដដែលយកទម្រង់គ្នាយើងនឹងមកហើយអូនចុច shift ឲ្យជាប់ចុច shift ឲ្យជាប់អត់ប្រឡែងដៃទេណាចុច shift ឲ្យជាប់ហើយចាំទាញគូទម្រង់ shape នឹងពេលអូនចុច shift ឲ្យជាប់ហើយទាញគូទម្រង់ shape នឹងគឺដឹងតែមូលហ្មងទាំងមួយទៀតណាពីអាហ្នឹងឧទាហរណ៍ឈើគូការ៉េជ្រុងទាំង4ស្មើគ្នាអញ្ចឹងបើសិនជាឈើគូធម្មតានេះពេលឈើគូធម្មតាវាអាចនឹងជ្រុងអត់ស្មើគ្នាទេឃើញទេអត់ស្មើគ្នាទេអញ្ចឹងបើឈើចង់ឲ្យវាស្មើគ្នា insert ចុច shape ចុចយកទម្រង់នឹងមកបន្តមកទៀតចុច shift ឲ្យជាប់ហើយចាំទាញចាពេលបង្រួមដូចគ្នាណាពេលអូនចង់បង្រួមវាអូនត្រូវចុច shift ឲ្យជាប់ហើយចាំបង្រួមតើណា shift ឲ្យជាប់អញ្ចឹងអានឹងជា trick តិចតួចនៅក្នុងការដែលអូនអាចគូរង្វង់មូលឲ្យមូលហើយនឹងគូអីគេចាក់តកោសំទោសគូការ៉េឲ្យជ្រុងទាំង4ស្មើគ្នាអញ្ចឹងបន្តពី shape កន្លែងហ្នឹងយើងរៀនពីការដូរពណ៌ shape ជាមួយនឹងដាក់រូបភាពទៅក្នុង shape ហ្នឹងតែម្ដងព្រោះបើសិនជាគ្នាយើងសង្កេតមើលណាពេលដែលឈើដាក់ shape មួយនេះពេលដែលឈើ Ctrl C Ctrl V ដើម្បីបង្កើត shape មួយទៀត shape ពីរហ្នឹងគឺអាចកូរលើគ្នាបានផ្ទុយពីរូបភាពមុនហ្នឹងដែលរូបភាពមុនហ្នឹងគឺអូនអាចដាក់រូបពីបន្ទាប់ពីលើគ្នាដូច shape នេះទេត្រូវទេចាអញ្ចឹងក្នុងករណីនេះពេលដែលយើងប្រើ shape យើងត្រូវដាក់រូបភាពនៅខាងក្នុងនឹងត្រូវអត់អញ្ចឹងក្នុងករណីនេះគ្នាយើងទី1ចុចលើ shape នឹងសិនណាចុចលើ shape នឹងសិនបានឃើញពាក្យ save format បានឃើញ save format tab នេះបើអូនអត់ចុចលើ shape នឹងទេអត់ឃើញពាក្យថា save format ទេតើណាអញ្ចឹងត្រូវចុចទៅលើ shape មួយហ្នឹងឃើញពាក្យថា save format tab អូននឹងឃើញអីគេកន្លែងមួយដែលមានដូចធុងចាក់ពណ៌ដូចគ្នាយើងឃើញរៀនការ table អញ្ចឹងណាចាឬក៏ color fill នេះ shape fill នេះចុចទៅលើវាមកកន្លែងហ្នឹងគឺកន្លែងអូនអាចដូរពណ៌បានហើយដូរដាក់ពណ៌ស្វាយពណ៌អីពណ៌ខៀវពណ៌បៃតងអីចឹងទៅតើណាចាហ្នឹងដូរពណ៌ shape ប៉ុន្តែបើសិនជាអូននេះគេដាក់រូបភាពនៅក្នុង shape គឺដូចគ្នាចុចកន្លែងប៊ូតុងចុះក្រោមកន្លែងដែលមានអីគេធុងចាក់ពណ៌នឹងដូចគ្នាបន្តមកទៀតអូនយកពាក្យថា picture ម្ដងទៀតណាចុចទៅលើ shape ដែលអូនចង់ដាក់រូបភាពទៅក្នុងវាចុចលើ shape ហ្នឹងហើយយកពាក្យថា shape format tab នៅលើ tab ខាងលើនេះនៅលើ menu របស់យើងហ្នឹងបន្តមកទៀតអូនចុចលើពាក្យថា shape fill ឬក៏
និមិត្តសញ្ញាវាគឺរូបធុងចាក់ធុងពណ៌ធុងចាក់ពណ៌អូខេអូនចុចទៅលើវាហើយបតង់ចុះក្រោមនេះយកពាក្យថា picture អូខេចាយើងយករូបពីកុំព្យូទ័រអញ្ចឹងយើងដាក់ from a file តាមធម្មតាមកអូខេតមកទៀតឆើយករូបនេះយកមកដាក់ insert ឃើញទេរូបនេះមុននឹងវាតម្រង់អីគេតម្រង់ចតកោណត្រូវអត់ប៉ុន្តែនៅពេលដែលអូនដាក់នៅក្នុង shape វានឹងផ្លាស់ប្ដូរទៅតាមតម្រង់ shape ដែលអូនយកវាទៅផ្ទុកតើណាឧទាហរណ៍ថាបើសិនជា shape របស់អូនគូជាតម្រង់បេះដូងហើយអូនដាក់រូបភាពនឹងទៅក្នុងហ្នឹងអញ្ចឹងរូបភាពរបស់អូននេះវានឹងទៅជាតម្រង់បេះដូងដូចគ្នាតើណាអញ្ចឹងមានន័យថាម៉េចរូបភាពផ្លាស់ប្ដូរតម្រង់ទៅតាម shape ដែលអូនដាក់តើណាហ្នឹងណាចឹងសាថ្មីមួយទៀតចាដាក់រូបបេះដូងវិញចុច insert ចុច shape ចុចអីគេយកតម្រង់ shape យើងសិនមកបេះដូងចុច shift ឲ្យជាប់ហើយទាញបន្តមកទៀតចុចលើ shape ហ្នឹងឃើញពាក្យថា save format រកកន្លែងពាក្យថា shape fill ឬក៏មាននិមិត្តសញ្ញាធំហើយចាក់ពណ៌នេះចុចលើវាយកពាក្យថា picture បន្តមកទៀតយកពាក្យ from file ហើយអូនអាចយករូបភាពដើម្បីដាក់បានអូខេអញ្ចឹងឃើញទេមុនហ្នឹងរូបភាពនេះតម្រង់វាមិនមូលទេតែពេលដែលយើងដាក់ទៅក្នុង shape រូបបេះដូងវានឹងផ្លាស់ប្ដូរទៅជារូបបេះដូងដូចគ្នាអូខេណាកន្លែងហ្នឹងបន្តកន្លែងនេះមួយទៀតចាំឆើដូររូបនេះដាក់អានេះវិញចុះអូខេចឹងយើងចង់លេខ style ឲ្យរូបហ្នឹងវានៅពីលើគ្នាហើយទេ3ដូចនៅក្នុងលំហាត់ដែលឈើដាក់ឲ្យគ្នាយើងអនុវត្តអញ្ចឹងអូនចុចលើ shape ហ្នឹងហើយព្រោះយើងចង់បានដូចគ្នាទាំងស្រុងអញ្ចឹងអូនចុច Ctrl C ហើយ Ctrl V តើណាអញ្ចឹងអូននឹងបាន shape មួយទៀតនៅពីលើហ្នឹងអញ្ចឹងអូនអាចទាញតម្រឹមវាបានឃើញទេឈើតម្រឹមវាអញ្ចឹងតើ Ctrl C Ctrl V អញ្ចឹងយើងបានអីគេ shape 3ប៉ុណ្ណឹងឥឡូវនៅក្នុងរូបភាពយើងនេះយើងឃើញវារៀងអីគេរៀង thread មកបន្តិចណាអូនឃើញវារៀង thread មកបន្តិចអញ្ចឹងត្រូវធ្វើម៉េចពេលដែលវា thread បែបនេះយើងត្រូវទាញវាផ្អៀងត្រូវទេអញ្ចឹងយើងត្រូវទាញមួយអញ្ចឹងមែនយើងអាចទាញវាម្ដងមួយអញ្ចឹងបានអត់បញ្ហាទេអូនអាចទាញវាម្ដងមួយអញ្ចឹងក៏បានឬក៏ត្រូវធ្វើម៉េចគ្នាយើងត្រូវគិតលើមួយថាតើអូនចង់ផ្លាស់ប្ដូរតម្រង់ shape នេះឧទាហរណ៍ណាឥឡូវអីគេរូបនេះក្បាលអីគេសក់ឡើងទៅលើតែពេលលើកក្រោយច្រើនចង់ឲ្យសក់ហ្នឹងវាទៅអីគេវាកន្លាប់ចុះក្រោមវិញអញ្ចឹងយើងត្រូវសួរមួយថាតើអូនចង់កន្លាប់ហ្នឹងកន្លាប់ទាំង3 shape ឬក៏កន្លាប់តែមួយ shape ទេតើណាឧទាហរណ៍ថាបើអូនចង់កន្លាប់តាមមួយ shape ទេអូនទាញកន្លាប់វាធម្មតាអញ្ចឹងមកមែនទេចាហើយបើអូនចង់កន្លាប់វាទាំងអស់ក៏អូនអាចទាញវាម្ដងមួយបានដែរទាញម្ដងមួយអញ្ចេះក៏បានឬក៏មានវិធីមួយទៀតពេលដែលអូនចង់កន្លាប់ម្ដងទាំងអស់ហេអូនចុចទៅលើ shape ណាមួយសិនតើណាបន្តមកទៀតអូនចុច shift ឲ្យជាប់ហើយ select លើចុចលើអីគេ shape ពីរផ្សេងទៀតអូខេបន្តមកអូនម៉ៅស្ដាំក៏បាន Ctrl G ក៏បានដែរប៉ុន្តែកុំព្យូទ័រខ្លះ Ctrl G អត់ចេញទេតើណាអញ្ចឹងបើ Ctrl G អត់ចេញម៉ៅស្ដាំយកពាក្យថា group តើណាអញ្ចឹងយើង group ដើម្បីអីឲ្យវាស្ថិតនៅក្នុងក្រុមតែមួយណាពេលដែលវាស្ថិតនៅក្នុង group តែមួយឬក្រុមតែមួយហើយពេលដែលអូនកន្លាប់មួយមានន័យថាកន្លាប់ទាំងអស់តើណាអញ្ចឹងយើងអាចអំបិលបានហ៎ឧទាហរណ៍ឈើអំបិលឃើញវាដូរទៅម្ដងទាំង3កន្លាប់ម្ដងទាំង3ខុសពីមុនហ្នឹងណាខុសពីមុនហ្នឹងដែលយើងអត់ទាន់គ្រប់គឺយើងកន្លាប់វាម្ដងមួយតើណាឡើយហ្នឹង
ចឹងសាថ្មីណាដើម្បីគ្រប់វាធ្វើម៉េចនេះអានេះ shape ដំបងឡើយ shape ដាច់គ្នា3អញ្ចឹងទេចឹងយើងចង់កលាប់តកលាប់ម្ដងមួយចឹងដើម្បីកលាប់វាម្ដងទាំង3អូនចុចទៅលើ shape ណាមួយសិនដំបងឡើយចុច shift ឲ្យជាប់ហើយ select លើ step 2ផ្សេងទៀតអូនម៉ៅស្ដាំឬ Ctrl G បើ Ctrl G អត់ចាញ់គឺម៉ៅស្ដាំចុចគ្រប់ហើយអំបិលវាមកតើចឹងគ្នាយើងអាចធ្វើលំហាត់អនុវត្តបាន